សូមស្វាគមន៍ប្រិមិត្តមកកាន់កម្មវិធីសេដ្ឋកិច្ចយ៉ាងទ្របនៅថ្ងៃទី1ខែកក្កដាឆ្នាំ2025ត្រូវជាថ្ងៃអង្គារដើមខែនេះយើងនឹងមានប្រធានបទសំខាន់ទាក់ទងជាមួយនឹងតម្លៃហាងឆេងមាសយើងសង្កេតឃើញថាទោះបីជាមានការវាយប្រហារពីសហរដ្ឋអាមេរិកទៅលើតំបន់នុយក្លេអ៊ែររបស់អ៊ឺរ៉ង់យ៉ាងណាក្តីក៏មាសពុំមានការប្រែប្រួលយ៉ាងខ្លាំងនោះទេពលគឺវាបន្តនៅធ្លាក់ចុះមកវិញហើយដែលឡែកនៅការពីថ្ងៃច័ន្ទសប្តាហ៍នេះឃើញមាសបាទមានតម្លៃឡើងថ្លៃបន្តិចហើយថ្ងៃអង្គារនៅព្រឹកនេះផ្ទាល់ក៏មានការកើនឡើងផងដែរតើតម្លៃមាសនិងព័ត៌មានសំខាន់យ៉ាងណានោះយើងទៅជួបវាលគ្មិនជំនាញមកពីក្រុមហ៊ុន BIC របស់យើងទាំងអស់គ្នាថាតើហេតុដូចម្តេចបានធ្វើឲ្យតម្លៃមាសមានការប្រែប្រួលយ៉ាងនេះបាទបន្តទៅនេះទៅជួបវាលគ្មិនរបស់យើងទាំងអស់គ្នាបាទសូមជម្រាបសួរលោកប៉ាត្រីបាទលោកប៉ាត្រីតើថ្ងៃនេះមានព័ត៌មានសំខាន់អ្វីខ្លះទាក់ទងជាមួយនឹងតម្លៃហាងឆេងមាសដែលធ្វើឲ្យមានការប្រែប្រួលយ៉ាងនេះផងដែរបាទសួស្តីហ្នឹងហើយអញ្ចឹងយើងឃើញថាព័ត៌មានសម្រាប់តម្លៃទីផ្សារមាសគឺមានច្រើនប៉ុន្តែគ្រាន់តែខ្ញុំលើកហេតុផលនៅក្នុងថ្ងៃហ្នឹងតាក់ទងជាមួយនឹងព័ត៌មានមួយតាក់ទងអត្រាការប្រាក់អាមេរិកបច្ចុប្បន្នគឺ Donald Trump ហ្នឹងគឺគាត់ចង់បដូរប្រធានធនាគារថ្មីពីលោក Powell បាទទៅដាក់អ្នកផ្សេងអញ្ចឹងណាដោយសារតែលោក Powell ហ្នឹងមិនបានកាត់អត្រាការប្រាក់ទៅតាម Donald Trump ដែលគាត់ចង់បានបាទអញ្ចឹងបាន Donald Trump គាត់ចង់ដកលោក Powell ចេញគាត់ដាក់អ្នកថ្មីចេញដើម្បីឲ្យតាមគាត់ណាបាទក្នុងចំណុចហ្នឹងដែរអ្វីដែលខ្ញុំចង់បញ្ជាក់បើសិនជា Donald Trump ហ្នឹងគាត់ដកលោក Powell ចេញមែនតម្លៃទីផ្សារមាសនឹងបន្តឡើងខ្លាំងហេតុអីពីព្រោះថា Donald Trump គឺគាត់ចង់ឲ្យប្រធានធនាគារហ្នឹងកាត់អត្រាការប្រាក់ដើម្បីឲ្យមានសម្បតលជាមួយនឹងអតិផរណាអញ្ចឹងណាប៉ុន្តែដោយសារតែប្រធានធនាគារគាត់គិតថាអតិផរណាវានៅខ្ពស់អញ្ចឹងធនាគារមិនគួរថាតន់កាត់អត្រាការប្រាក់ភ្លាមទេអញ្ចឹងអ្វីដែលធនាគារគាត់ចង់បានលោក Powell គាត់ចង់បានប៉ុន្តែ Donald Trump ក៏អត់ចង់បានអញ្ចឹងឯងគាត់ចង់បានឲ្យប្រធានធនាគារនឹងកាត់អត្រាការប្រាក់អញ្ចឹងហើយបានយើងឃើញថាតម្លៃទីផ្សារមាសនេះចាប់ដើមងើបម្ដងតិចដោយសារតែ Donald Trump ការប្រយុទ្ធមិញគាត់និយាយថានឹងចង់បដូរលោក Powell ចេញដាក់អ្នកផ្សេងអញ្ចឹងណាអញ្ចឹងបើសិនជាបដូរលោក Powell ចេញដាក់អ្នកផ្សេងតម្លៃទីផ្សារមាសនឹងកើនឡើងទី1ទី2បើសិនជាអ្នកផ្សេងដែលជាប្រធានធនាគារថ្មីគាត់កាត់អត្រាការប្រាក់តាម Donald Trump មែនអញ្ចឹងតម្លៃទីផ្សារមាសហ្នឹងនឹងមានការកើនឡើងខ្លាំងអញ្ចឹងណាបាទហ្នឹងហើយបាទអរគុណលោកប៉ាត្រីផ្អែកទៅលើបច្ចេកទេសរបស់លោកតើលោកណែនាំអតិថិជនឲ្យធ្វើការជួញដូរក្នុងតម្លៃមួយណាដែរបាទសួស្តីបាទអញ្ចឹងយើងឃើញថាតម្លៃទីផ្សារមាសហ្នឹងគឺចាប់ផ្ដើមងើបឡើងទៅលើវិញហើយបាទអញ្ចឹងយើងឃើញថាតម្លៃវាបន្ទាប់ពីវាប៉ះនៅក្នុងតំបន់ទាប3250ឬក៏3260មកតំបន់ហ្នឹងគឺវាចាប់ដើមងើបឡើងទៅលើវិញហើយអញ្ចឹងគោលដៅមាសនេះអាចនឹងព្យាយាមឡើងបន្តទៀតបាទហើយគោលដៅមាសនេះគឺអាចនឹងព្យាយាមឡើងមកដល់តំបន់នេះតំបន់ហ្នឹងគឺ3350មានន័យថាវាបែកហើយតំបន់ហ្នឹងណាវានឹងឡើងដល់3350នៅយប់ហ្នឹងបើសិនជាមាសនឹងឡើងខ្លាំងបន្តទៀតគោលដៅមាសហ្នឹងអាចនឹងឡើងដល់តំបន់នេះទៀតមានន័យថា$3,393ក្នុងមួយអោនណាបាទ$3,393ក្នុងមួយអោនអញ្ចឹងទីផ្សារវានឹងព្យាយាមឡើងបន្តរហូតមកដល់តំបន់នេះបាទតំបន់នេះគឺយើងបោះទៅគឺ3455បាទការពីលើកមុនណាបាទការពីលើកមុនអញ្ចឹងមាសនឹងអាចនឹងឡើងបន្តរហូតប៉ុន្តែបើសិនជាមានព័ត៌មានអីផ្សេងតម្លៃមាសនឹងអាចនឹងព្យាយាមធ្លាក់មកវិញហើយបើសិនជាវាធ្លាក់មកវិញហ្នឹងគឺអាចនឹងធ្លាក់ខ្លាំងណាបាទនេះតម្លៃរបស់វាបើសិនជាវាធ្លាក់ពីចំណុចនេះមកវិញណាគឺអាចនឹងព្យាយាមធ្លាក់ដល់តំបន់នេះសិនមានន័យថាវាអាចនឹងធ្លាក់ដល់3312អីបានវាចាប់ដើមងើបទៅវិញតើតោះមួយតម្លៃទីផ្សារហ្នឹងវាងើបទៅវិញប៉ុន្តែបើសិនជាវាធ្លាក់មកចូលនៅក្នុងរ៉េងនេះចូលនៅក្នុងរ៉េងហ្នឹងអញ្ចឹងតម្លៃមាសហ្នឹងវានឹងព្យាយាមធ្លាក់រហូតមកដល់តំបន់នេះតំបន់ហ្នឹងគឺ3218ឬក៏3220តំបន់ហ្នឹងណាបាទអញ្ចឹងអាហ្នឹងខ្ញុំវិភាគទៅលើទីផ្សារហាងឆេងមាសនៅក្នុងប្លុកទីផ្សារហ្នឹងអញ្ចឹងបើសិនជាព័ត៌មានល្អមានន័យថាបើសិនជាមានព័ត៌មានល្អសម្រាប់មាសអញ្ចឹងគឺតម្លៃមាសនោះវានឹងឡើងហើយព័ត៌មានអាក្រក់សម្រាប់ដុល្លារអីគឺវានឹងព្យាយាមបន្តឡើងទៅលើទៀតអញ្ចឹងណាបាទហ្នឹងហើយអញ្ចឹងបើសិនជាមានព័ត៌មានបែបហ្នឹងតែបើសិនជាមានព័ត៌មានល្អសម្រាប់ដុល្លារវិញមាសហ្នឹងអាចនឹងធ្លាក់មកខ្លាំងអញ្ចឹងណា
បាទហ្នឹងហើយហើយបើសិនជាបងប្អូនចង់ប្រឹក្សាយោបល់តាក់ទងជាមួយនឹងទីផ្សារមាសឬក៏ហាងឆេងមាសអាចតាក់ទងមក Telegram របស់ខ្ញុំឬក៏លេខទូរស័ព្ទរបស់ខ្ញុំបានណាបាទអរគុណច្រើនជំរាបលាបាទ បាទសូមអរគុណលោកប៉ាត្រីដែលបានចូលរួមជាមួយកម្មវិធីរបស់យើងកម្មវិធីសេដ្ឋកិច្ចនិងទ្រព្យប្រិយមិត្តទូទាំងជនជាទីមេត្រីកម្មវិធីរបស់យើងបានដល់ពេលវេលានឹងបញ្ចប់យើងជួបគ្នាម្ដងទៀតតាមពេលវេលានឹងម៉ោងដដែលនៅថ្ងៃស្អែកគណៈពេលនេះខ្ញុំបាទជាមួយនឹងក្រុមការងារទាំងអស់សូមអរគុណនិងសូមជម្រាបលា